còn là ở đây bong bạc lôi phím cứ miên mà chạm bong nồi nó mò chăm mà quỳ vô ti bà đây lôi mong chăm mà vô bà đây mà liên nắng cả mà phải mờ hay nhầm xong cái ôn cũng đào pan nông pi ấy ôn bà mà anh ăn vô nắng thơ mình nhầm rô xì chân mà vô ơi cái thai chân nhầm cái ăn mua đã côn kê ta na côn kê tơ thằng chân ấy thế ôn rồi tiện nhầm vô hà sắp mưa là ngày nhầm tơ pin nè ngày tì đập buôn nè nhầm tơ đập pi đập bay đập buôn nè ngày đập ram nhầm màu chẳng tục lùm bạ bong mùi tiết nó cứ được xa là chọn ca lôi kế mà liến ca mà phây mờn bà hà sầm mớn ca đọc mờn bà ca chờn đái mà muốn mà liên mà phây mớn ca chờn đái ná cái xua nhom vô ăn nhom ăn lối nhom vô bà bong ôn chẳng ngày ní cứ trong ban mà đọc tiết là bong xây to đài sự thật là khung sọc samaki miền cháy khai cặp bông chăn bà nơi phum cái đài bóng phum viền vốn khum sẽ thấy sọc samaki miền cháy khai cặp bông chăn bà bong sấy cứ quạt cứ chi bà pôn là bỏ thể hiện chùa mục bà mà cô sa bà quạt nó miền cồn bà sa miền cồn bà cao đây nó cứ tới vừa thể hiện ai bà hay rồi ngày ní cứ quạt miền trồng ngư cả liên phong kêu nó không đầm rong nuông phong bà mà hai đi bầm pong co phong lời ní cứ quạt bà này tha quạt lẹ luôn bà cứ quạt bà rồi ngày nó cứ ở miền thạ việt ca ấy sầm rập chia ba trồng ngư ti hay quạt lọp từ pet đá bàn tay quạt ở miền thạ việt ca chẳng tới cứ quạt chơi là trom tinh tham cho mà liệt chẳng tới bông ôn mơ khơi pi sthานភាពនឹងក្រោយខ្នងខ្ញុំនេះបងប្អូនប្រហែលជាអាចនឹងគិតថាគាត់គ្រូសារបស់គាត់មានបាទមិនក៏ខ្ញុំមកផ្សព្វផ្សាយគាត់អញ្ចឹងណាបងប្អូនណាបាទត្រង់ចំណុចនេះមែនតែនទៅដោយសារតែគាត់តមែនតែនទៅហើយបាទរាល់ថ្ងៃនេះគឺគាត់នៅសល់តែសម្បកផ្ទះនេះទេបាទបើសិនជាអាចលក់បានសួរលក់ទៀត50,000ការ10,000ចា50,000ការ10,000មួយខែហើយលើចិត្តដល់បកចិត្តដល់ហើយលោកបងប្អូនលុយ50,000ការ10,000ចាអញ្ចឹងបងសុកចិត្តយកដែរខ្ញុំចង់បើយើងឈឺរកអត់បានចាខ្ញុំឈឺហើយចុះបើសិនជាយើងអត់មានការសងគេយើងមិនកាន់តែកើនឡើងទៀតទេបងយើងអត់មានការឲ្យគេហ្នឹងយើងកើនអញ្ចឹងចេះតែកើនដល់ពេលប្តីអាត្រែតអីចឹងទៅគេកត់កោតាមនឹងអីចឹងណាលោកគ្រូអស់ហើយលិចចឹងបាទខ្ញុំថាខ្ញុំអត់ចង់រស់ទេខ្ញុំប្រាប់ប្តីងាកមិនខ្ញុំថាបងអើយខ្ញុំចង់ឥឡូវប្តីបងគាត់គិតយ៉ាងម៉េចដល់ពេលអញ្ចឹងប្តីខ្ញុំគាត់គិតអត់ចេញតាមពិតដែរលោកគ្រូគេអត់ជឿថាយើងអត់ទេអត់ចាគេសំបីលោកគ្រូឃើញខ្ញុំក៏ថាខ្ញុំអត់ដែរថាខ្ញុំអត់ទេតតែគេមហាជនហ្នឹងគេឃើញបងគេថាអត់ហ្មងខ្ញុំប្រាប់លោកគ្រូត្រង់ហ្មងបាទខ្ញុំអត់សំដែងខ្ញុំស្បត់ឲ្យឡានបុកចុះមួយទៀតបងព្រោះដោយសារតែនៅពេលនេះបងប្អូនគាត់ច្បាស់ជាឆ្ងល់គាត់ឃើញបងមានផ្ទះមានអីមានកន្លែងនៅអីចឹងណាខ្ញុំអត់ចង់ទៅលើកធំក៏បាច់ទៅកុំឲ្យលោកគ្រូថានេះលោកគ្រូចូលមើលបងប្អូនហើយបងប្អូនដោយសារតែពីមុនមកគាត់មានផ្ទះខ្ញុំអត់ចេះធ្វើសម្ដែងអញ្ចឹងណាបាទគាត់មានផ្ទះមានអីនៅអញ្ចឹងទៅហើយប្តីរបស់គាត់ជាតាហ៊ាននៅជួរមុខបាទរួមជាមួយនឹងកូនអីហ្នឹងហើយដល់ពេលឥឡូវនេះគាត់ចាប់ដើមធ្លាក់ខ្លួនបាទខ្ញុំប្រាប់ទៅខ្ញុំកុំសត់បាទមិញបាទហើយថ្ងៃដែរលោកគ្រូរាល់ថ្ងៃទេវតាហើយបើយកខ្ញុំមកឲ្យខ្ញុំស្លាប់ភ្លាមមិនបាច់ឲ្យឈឺចឹងខ្ញុំពិបាកចិត្តខ្ញុំពិបាកពេកចាបើពេលឈឺម្ដងលោកគ្រូបើកលុយ 3-4 ថ្ងៃប្តីផ្ញើមកមិនទាន់ទេមកបងបានលុយនៅណាអូនអើយប្តីអត់ទាន់ផ្ញើទេព្រោះគាត់មានអីជីគាត់តែប្តីបងបើកលុយភ្លាមគឺមានម្ចាស់បំណុលហ្នឹងមកចាំគួយទីលុយហ្មងចាំមកយកបានហើយមួយលានហ្នឹងការ20,000ហើយខ្ញុំសុំគេអូនកុំដល់ប៉ុណ្ណឹងពេកអីអូនបើមកឯងអត់យកនឹងធ្វើម៉េចខ្ញុំរស់ស៊ីចឹងមកយកអើយគេថាចឹងខ្ញុំក៏អត់មាត់ដែរអរគុណគេតាណាអរគុណគេទៅថាចឹងអីទេអូនក្រោយទៀតខ្ញុំយកអស់50,000ថ្ងៃខ្ញុំទៅពេញនេះថ្ងៃទី14នេះខ្ញុំទៅ12 13 14នេះថ្ងៃ15ខ្ញុំមកបាទអញ្ចឹងទុកលំបាកបងមួយទៀតហ្នឹងគឺដោយសារតែចងការលុយគេមួយលានការ20,000បាទ50,000ការ10,000ចាបាទការច្រើនដែរបងប្អូនមួយលាន20,000ការច្រើនដែរណាបាទមួយលានវាចូល250មួយខែ100ជាងបាត់ហ្នឹង125ហ្នឹងគ្រាន់តែថ្លៃការប្រាក់វាខ្ពស់ខ្លាំងមែនទែនហើយគាត់គឺជាប្រពន្ធរបស់វីរៈកងទ័ពទៀតបាទឥឡូវនេះគាត់កំពុងតែធ្លាក់ខ្លួនឈឺអ្នកដែលចងការប្រាក់គាត់ហ្នឹងក៏អត់សូវមានការយោគយល់ទេខ្ញុំភ័យលោកគ្រូចិត្តដល់ថ្ងៃទៀតហើយនោះជាបារម្ភខ្លាំងមែនទែនហើយដល់ពេលប្តីនោះបើប្រាក់ខែមកសង្វាតសវេសវាផ្ញើមកឲ្យប្រពន្ធចាបាទបងប្អូនជួយ
គាត់ផងព្រោះដោយសារតែគាត់សម្រាប់ចិត្តឲ្យខ្ញុំមកជួយធ្វើការផ្សព្វផ្សាយគាត់នេះមែនតែនទៅដោយបងប្អូនបានឃើញអញ្ចឹងកុំឲ្យបងប្អូនគាត់ថាគាត់រៀងមានគួសមឃើញផ្ទះឃើញអីអញ្ចឹងគាត់ថាគាត់មានហើយមិនក៏ខ្ញុំនៅតែទៅផ្សព្វផ្សាយទៀតអញ្ចឹងណាជាទូទៅខ្ញុំធ្វើការផ្សព្វផ្សាយតែអ្នកដែលគាត់ក្រពិបាកពិតប្រកបបងប្អូនហើយចំពោះគាត់ពីមុនមកគាត់អត់ពិបាកទេបាទគាត់មានលុយមានអីធ្វើការធ្វើផ្ទះធ្វើអីស្នាក់នៅមកសំរុំប៉ុន្តែដោយសារតែមួយរយៈក្រោយនេះប្តីរបស់គាត់ក៏ឈឺហើយគាត់ក៏ឈឺបូករួមបញ្ចូលគ្នាទៀតធ្វើឲ្យគាត់នឹងគឺរហូតមកដល់ពេលនេះសំបីតែលុយព្យាបាលជំងឺហ្នឹងក៏គាត់ទៅចងការគេដែរបាទអញ្ចឹងចងការគេហ្នឹងអាការខ្លាយជាដើមកើនឡើងដល់ពេលអញ្ចឹងវាធ្វើឲ្យគាត់លែងមានលទ្ធភាពនៅក្នុងការបងបន្តទៀតបាទហើយមែនតើទៅខ្ញុំគិតថាអ្នកដែលឲ្យខ្ចីហ្នឹងគួរតែមានការយោគយល់ខ្លះពីព្រោះប្រពន្ធគាត់សំទោសប្តីគាត់ហើយនឹងកូនរបស់គាត់គឺសុទ្ធតែហ៊ានជួមុខទាំងអស់បាទទៅធ្វើទៅហ៊ានជួមុខទាំងអស់ហើយអ្នកដែលឲ្យលុយគាត់ខ្ចីហ្នឹង1លានការ200000បងប្អូន1លានការ200000 500000ការ100000ដល់ពេលអញ្ចឹងរហូតមកដល់ពេលនេះគឺគាត់សឹងតែលែងមានលទ្ធភាពនៅក្នុងការសងណាដល់ពេលគាត់អត់មានលទ្ធភាពនៅក្នុងការសងគឺគាត់ចាប់ផ្ដើមគិតខ្លីហ្មងបងប្អូនបាទគឺគាត់ចាប់ផ្ដើមគិតខ្លីហ្មងអញ្ចឹងមានតែកូននេះចេះតែជួយលើកទឹកចិត្តគាត់បាទអង្វរគាត់កុំឲ្យគាត់គិតខ្លីកុំឲ្យអីចឹងទៅបាទកូនបើកប្រាក់ខែមកផ្ញើឲ្យម្ដាយសងគេតាមហ្នឹងទៅបាទហើយគ្រាន់តែប្តីបើកលុយភ្លាមហ្នឹងគឺមានអ្នកមកអង្គុយចាំទាបំណុលគាត់ហើយបាទអញ្ចឹងកន្លែងនេះបងប្អូនចាណាទាំងអស់គ្នាឲ្យបងប្អូនជួយបើសិនជាអាចជួយគាត់បានក៏ជួយផងទៅហើយនេះគឺជាថង់ថ្នាំបងប្អូនអើយបាទច្រើនណាស់ថង់ថ្នាំរបស់គាត់នេះខ្ញុំមិននឹងខ្ញុំយកដាក់ម្ដុំសិនដោយសារវាបាំងមុខពេកហើយមួយថ្ងៃគឺគាត់មិនដឹងហូបថ្នាំអស់ប្រហែលទេគឺច្រើនមែនតើមិនដឹងថ្នាំអីខ្លះទេបាទមានអាថ្នាំខូចកលៀនផងបាទមានអាថ្នាំគ្រោះនៅក្នុងតម្រងនោមផងបាទហើយថ្នាំគាត់មហារាជកំពង់កដំណាក់កាលទី1នេះផងអញ្ចឹងសង្ឃឹមថាបងប្អូនបានឃើញវីដេអូនេះហើយបងប្អូនអាចធ្វើការពិចារណាហើយជួយគាត់ទៅតាមលទ្ធភាពដែលបងប្អូនអាចជួយបានហើយបើសិនជាបងប្អូនគិតថាគាត់មានផ្ទះមានអីសាច់ឈាមរបស់គាត់ភ្លឺថ្លាប៉ុណ្ណឹងដែរហេតុអីក៏គាត់សុំជំនួយដោយគាត់បានបញ្ជាក់អញ្ចឹងបាទគាត់ហើមបាទគាត់ហើមដោយសារគាត់ហូបថ្នាំអញ្ចឹងណាហើយផ្ទះរបស់គាត់នឹងគឺធ្វើយូរហើយបាទធ្វើយូរហើយតាំងពីគាត់មិនទាន់ធ្លាក់ខ្លួនឈឺឥឡូវនេះគឺគាត់ធ្លាក់ខ្លួនឈឺហើយបាទធ្វើ2008ប៉ុណ្ណេះចាបាទហើយប្តីរបស់គាត់កូនរបស់គាត់នឹងគឺនៅជួរមុខទាំងអស់បងប្អូននៅបម្រើជាតិនៅឡើយទេអញ្ចឹងកន្លែងនេះការផ្សព្វផ្សាយនេះមិនមែនថាទៅដាក់បន្ទុកអីទៅលើខាងប្តីរបស់គាត់ឬក៏អីទេគឺអ្វីដែលគាត់ចង់ឲ្យខ្ញុំជួយផ្សព្វផ្សាយនេះគឺគាត់សុំសប្បុរសជនជួយគាត់បើសិនជាអាចជួយគាត់បានមកត្រឹមលុយតិចតួចដើម្បីគាត់ទិញថ្នាំហូបប្រចាំខែឬក៏ប្រចាំថ្ងៃអញ្ចឹងណាហើយបញ្ហារបស់គាត់មួយទៀតគឺការប្រាក់បាទការប្រាក់គឺថ្លៃខ្លាំងមែនទែន1លានរៀលការប្រាក់200,000បាទ50,000ការប្រាក់10,000អញ្ចឹងគ្រាន់តែគាត់មួយខែហ្នឹងគាត់បានប្រាក់ខែពីប្តីពីកូនមកគ្រាន់តែសងទៅម្ចាស់បំណុលហ្នឹងគឺសឹងតែមិនគ្រាន់ផងបងប្អូនបាទនេះគឺជាបញ្ហាដែលគាត់បានជួបប្រទះហើយគាត់សុំវល់មែនតើឲ្យខ្ញុំមកជួយផ្សព្វផ្សាយគាត់ឥឡូវគឺខ្ញុំបានមកដល់ហើយអញ្ចឹងសង្ឃឹមថាបងប្អូននឹងធ្វើការស្វែងយល់កន្លែងហ្នឹងហើយបងប្អូនជួយទៅតាមលទ្ធភាពបាទទៅតាមសទ្ធាដែលបងប្អូនចង់ជួយបាទ